ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំត្រឡប់មកវិញហើយខាងធ្វើវីដេអូជូនបងប្អូនពុកម៉ែមួយរយៈធំចានាងខ្ញុំថ្ងៃនេះមានត្រីក្រហមចំនួន2ដូច្នេះហើយនាងខ្ញុំយកមកចៀនសៀងឬក៏យើងហៅថាចៀនជួនណាបងប្អូនចាអញ្ចឹងនាងខ្ញុំយកត្រីក្រហមមកលាងសិនចាការចំអិនត្រីបងប្អូនត្រូវតែលាងឲ្យបានស្អាតចានាងខ្ញុំតែងតែលើកមកនិយាយក្នុងវីដេអូណាក៏ដូចគ្នាដែរបងប្អូនតាក់ទងជាមួយនឹងអនាម័យដោយសារតែមួយរយៈក្រោយនេះគឺការចិញ្ចឹមត្រីហ្នឹងគឺមិនសូវជាមានក្លិនល្អទេអញ្ចឹងនៅពេលដែលបងប្អូនពិសាត្រីបងប្អូនគឺមានបញ្ហាដូចជាពេលខ្លះពេលដែលសម្លឬក៏ម្ហូបយើងពេលដែលត្រជាក់ទៅវាក្លិនឆ្អាបចាអញ្ចឹងសូម្បីតែនាងខ្ញុំផ្ទាល់លាងប៉ុណ្ណឹងហើយនៅពេលខ្លះក៏ទទួលបាននៅក្លិនមិនសូវជាសមបំណងដែរចាដូច្នេះហើយនាងខ្ញុំលាងរៀងលម្អិតបន្តិចមុននឹងយកទៅធ្វើម្ហូបចាទីមួយគឺនាងខ្ញុំលាងវា4-5ទឹកសិនជាទឹកដែលមិនទាន់មានអីទាំងអស់ចាបន្ទាប់មកទៀតនាងខ្ញុំដាក់អំបិលចាដាក់អំបិលលាងក្នុងលាងក្រៅលាងស្អាតហើយចាទៅតង់ទី3នាងខ្ញុំប្រើម្ជូរម្ដងចាម្ជូរក្រូចឆ្មាពេលដាក់ម្ជូរក្រូចឆ្មាហើយចាគឺសាច់ត្រីគឺឡើងស្អិតម្ដងចាគឺលេងប៉ះទៅគឺលេងល្អៗចាគឺមានន័យថាវាអស់លីងពេលប៉ះទៅវាស្អិតនៅសតតែស្បែកត្រីតែម្ដងចាដូច្នេះហើយពេលនេះគឺនាងខ្ញុំលាងសម្អាតហើយគ្រប់សពគ្រប់ជុំគ្រប់អីអស់ហើយនាងខ្ញុំបានលើកយកមកគឺឆូតសាច់ត្រីម្ដងចាអញ្ចឹងមុននឹងបងប្អូនដាក់បំពងបងប្អូនឆូតអញ្ចឹងល្អដែរហើយបងប្អូនជូបទឹកផងចានៅពេលឆូតរួចហើយបងប្អូនផ្ដិតយកទឹកចេញអស់ពីត្រីខ្សឹមបងប្អូនដាក់បំពងហើយនាងខ្ញុំបំពងនេះគឺអត់បានដាក់ម្សៅឆាអត់បានដាក់អីទេបើសិនជាបងប្អូនមានពេលដែលបងប្អូនអាចដាក់ភ្លើងល្មមចាក្តៅកុំឲ្យក្តៅខ្លាំងពេកហើយបងប្អូនគ្របទៅអត់ក៏អត់ទៅចាហើយបងប្អូនអាចមានវិធីមួយទៀតគឺដាក់ម្សៅឆាអញ្ចឹងត្រីរបស់បងប្អូនគឺអត់ចេះជាប់បាតទេចាគឺស្អាតតែម្ដងចាចំណែកនេះខ្ញុំគឺបំពងលាបចាបំពងលាបអញ្ចឹងមួយទៀតបងប្អូនបើសិនជាមិនចង់ឲ្យជាប់បាតបងប្អូនផ្ដិតទឹកឲ្យអស់ណាផ្ដិតទឹកចេញពីត្រីឲ្យស្ងួតល្អនៅពេលដែលបងប្អូនដាក់ចូលបំពងគឺនៅពេលបងប្អូនប្រែស្អាតហ្មងចាគឺអត់មានជាប់ប្រតិបត្តិទេចាអូខេឥឡូវនេះនាងខ្ញុំដាក់បំពងនាងខ្ញុំស្រោចខ្លាញ់ទៅក្តៅហ្នឹងគឺខាងក្រោមតែនាងខ្ញុំបើកភ្លើងអត់រៀងអត់សូវក្តៅទេដោយសារតែនាងខ្ញុំមានពេលវេលាទៅធ្វើអីផ្សេងអញ្ចឹងបើកភ្លើងល្មមដើម្បីទុកឲ្យត្រីហ្នឹងឆ្អិនបានល្អចាបន្តមកទៀតនាងខ្ញុំយកគ្រឿងផ្សំរបស់យើងយកមកលាយចូលគ្នាចានាងខ្ញុំសូមធ្វើការបញ្ជាក់បន្តិចបើសិនជាបងប្អូនដាក់ខ្លាញ់ល្មមអញ្ចឹងបងប្អូនបើតិចនាងខ្ញុំបានហើយដូចជាការដាក់ម្សៅអីអញ្ចឹងនាងខ្ញុំគិតថាបើសិនជាបងប្អូនត្រូវការប្រើខ្លាញ់នឹងយកមកឆាគ្រឿងបន្តទៀតបងប្អូនបាច់ប្រើក៏បានដែរព្រោះថាបំពងអញ្ចឹងហើយគឺបងប្អូនត្រូវទុកខ្លាញ់នឹងចោលតែម្ដងចាហើយនឹងមួយទៀតចាតកតងជាមួយនឹងការដាក់ខ្លាញ់បើសិនជាបងប្អូនប្រើខ្លាញ់ច្រើនពេលបំពងបើសិនជាបងប្អូនបើកភ្លើងតិចណាខ្លាញ់វានឹងបៀមជាមួយនឹងសាច់ត្រីយើងតែម្ដងដូច្នេះបើសិនជាបងប្អូនចង់បំពងឲ្យឆ្ងាញ់ល្អគឺបើកភ្លើងឲ្យខ្លាំងចានៅពេលដែលខ្លាញ់ក្តៅល្អពេលបងប្អូនដាក់ទៅគឺឆាប់ឆ្អិនហើយគឺមិនងាយឲ្យខ្លាញ់វាបៀមជាប់មួយត្រីទេប៉ុន្តែកុំឲ្យខ្លាំងពេកខ្លោចណានេះគឺជាវិធីលាយគ្រឿងរបស់នាងខ្ញុំចានាងខ្ញុំមានគេហៅសៀងផ្អែមចំនួនចា3ស្លាបព្រាចានេះគឺជាមិនមែនស្លាបព្រាបងប្អូនជាវែកដួសឡចានេះខ្ញុំដាក់3វែកដួសឡពេញតែម្ដងចាគឺជាសៀងផ្អែមបើសិនជាបងប្អូនមានសៀងប្រៃក៏បងប្អូនអាចប្រើបានដែរប៉ុន្តែកុំឲ្យប្រើច្រើនពេកព្រោះសៀងប្រៃវាប្រៃខ្លាំងណាបងប្អូនសៀងផ្អែមនេះគឺបើតែជាសៀងផ្អែមប៉ុន្តែការដែលយើងភ្លក់ទៅគឺវាមានរសជាតិផ្អែមប្រៃអត់ផ្អែមខ្លាំងទេបងប្អូនផ្អែមទេអញ្ចឹងនាងខ្ញុំដាក់3វែកហើយចានាងខ្ញុំថែមជាមួយនឹងស្ករក្រហមចាស្ករត្នោតណាជាប្រភេទស្ករត្នោតសុទ្ធចាហើយនាងខ្ញុំមានខ្ញីចាចំនួន1ដុំធំផងដែរពេលយើងហាន់ទៅបាន1ចានចង្កឹះនាងខ្ញុំសុំទោសអត់បានបង្ហាញបងប្អូនទេចាមួយរយៈក្រោយនេះគឺថតពេលខ្លះទៅអត់ជាប់ពេលខ្លះទៅភ្លេចថតអញ្ចឹងបងប្អូនអធិស្ឋានផងចាដោយសារតែធ្វើម្ហូបដាក់ឲ្យភ្ញៀវគាត់កំងផងអីផងអញ្ចឹងទៅចេះតែភ្លេចថតបងប្អូនតាមពិតទៅម្ហូបមួយចំនួនធំបងប្អូនអាចយកទៅមើលបានដូចជាការីដូចជាអីអញ្ចឹងចាគឺការធ្វើសម្រាប់តែម្ចាស់ទេចាទៅក្រោយនេះខ្ញុំមកថតជូនបងប្អូនមើលគ្រប់សកម្មភាពពេលនេះខ្ញុំធ្វើម្ហូបដើម្បីជូនភ្ញៀវចាឥឡូវនេះគឺនាងខ្ញុំបន្តជាមួយនឹងការធ្វើចានាងខ្ញុំមានខ្ទឹមសហ្នឹងចាចំនួនចិត្តមួយចានចង្កឹះដែរនាងខ្ញុំដាក់ច្រើនជាមួយបងប្អូននេះខ្ញុំអត់ចិញ្ច្រាំទេហាន់វាសប៉ែតពេលហាន់រួចហើយនាងខ្ញុំលើកមកដាក់ចានតែម្ដងចាហើយបន្ទាប់មកទៀតចាត្រូវគ្នាជាមួយនឹងទឹកខ្ទឹមបងប្អូននៅពេលដែលបងប្អូនឆាគ្រឿងឆ្អិនហើយបងប្អូនយកស្លឹកខ្ទឹមហ្នឹងយកមកហាន់ល្អិតមូលមកឲ្យបងប្អូនចាំស្រោចពីលើចាអញ្ចឹងពេលដែលយើងមើលទៅសោភ័ណភាពរបស់ម្ហូបយើងវាឡើងបៃតងស្អាតអញ្ចឹងទៅចាអញ្ចឹងយើងលើកយកស្លឹកខ្ទឹមរបស់យើងហាន់ហើយដាក់កូនចានមួយផងដែរចាហាន់ហើយគ្រឿងដែលយើងត្រូវរៀបចំដើម្បីងាយស្រួលចានៅពេលដែលយើងដាក់យកមកឆាគឺ
វាអត់បន្តិចបន្តួចគឺមានហើយស្រេចតែម្ដងនៅពេលយើងរៀបគ្រឿងផ្សំហើយគ្រប់មុខហើយលឿនចាការធ្វើរបស់យើងគឺលឿនចាពេលនេះនាងខ្ញុំហាន់ខ្ទឹមបដានាងខ្ញុំបោះឆ្លៀតទៅប្រែត្រីចាអញ្ចឹងនាងខ្ញុំអត់បានថតទេត្រីរបស់នាងខ្ញុំក៏ឆ្អិនហើយដែរដួសបំបែកជាពីរចានហើយឥឡូវគឺនាងខ្ញុំហាន់ស្លឹកខ្ទឹមហើយរួចហើយអញ្ចឹងនាងខ្ញុំចាប់ដើមមកលាយគ្រឿងនៅក្នុងសៀងរបស់យើងបន្តទៀតផងដែរចាឥឡូវនេះយើងរៀបចំគ្រឿងក្រៅបន្លែយើងហើយចាមុននឹងយើងលើកយកទៅលីងគ្រឿងចានាងខ្ញុំយកគ្រឿងដូចជាសៀងរបស់យើងមកថែមស្ករថែមគ្រឿងដទៃទៀតសិនចានាងខ្ញុំថែមស្ករសុទ្ធចាស្ករនេះគឺជាស្ករត្នោតសុទ្ធដែលវាអត់សូវផ្អែមទេបងប្អូនអញ្ចឹងនាងខ្ញុំដាក់វាចិត្តមួយស្លាបព្រាចាហើយនាងខ្ញុំថែមជាមួយនឹងម្សៅស៊ុបចាគេហៅថាអាជីណូម៉ូតូហ្នឹងបងប្អូនប្រើម៉ាក់អីក៏បានដែរចានាងខ្ញុំប្រើម៉ាក់អាជីណូម៉ូតូចាអញ្ចឹងនាងខ្ញុំក៏កូរវាឲ្យសព្វជោគគ្នាល្អផងដែរចាហើយនាងខ្ញុំក៏ថែមហើយនេះខ្ញុំក៏ថែមទឹកចូលចាចំនួន1វែកតូចនឹងចា1វែក2វែកតូចនឹងដើម្បីកុំឲ្យវាខាប់ពេកតមកទៀតសូមបងប្អូនច្បល់ឲ្យសព្វគ្នាសិនទៅបងប្អូនភ្លក់ចាល្មមរសជាតិហើយបងប្អូនអាចលើកយកទៅធ្វើម្ហូបបានហើយចាចំណែកនាងខ្ញុំថ្ងៃនេះគឺនាងខ្ញុំមានខ្ញីដែលបានហាន់ហើយបំពងហើយស្រេចហើយចាអញ្ចឹងនាងខ្ញុំទុកម្លែកសិនខ្ញីនេះនាងខ្ញុំដាក់ស្រូបជាមួយនឹងនៅពេលដែលយើងចាប់ដើមទទួលទានចានាងខ្ញុំអត់បានថតជូនដល់បងប្អូនមើលទេប៉ុន្តែសូមបញ្ជាក់ថានាងខ្ញុំបំពងខ្ញីបានស្រួយល្អហើយនាងខ្ញុំទុកម្លែកសិនរហូតដល់ពេលនាងខ្ញុំបរិភោគទើបនាងខ្ញុំកម្ដៅសៀងដែលបានធ្វើនឹងរួចហើយនាងខ្ញុំចាក់ខ្ញីឲ្យលីងម្ដងទៀតហើយទើបនាងខ្ញុំស្រោចជាមួយនឹងត្រីណាបងប្អូនចាសម្រាប់បងប្អូនអាចដាក់ជាមួយគ្នាតែម្ដងបើសិនជាបងប្អូនបរិភោគភ្លាមចាឥឡូវនេះគឺគ្រឿងផ្សំរបស់យើងគឺរៀបរាល់ហើយនាងខ្ញុំចាប់ដើមលើកឡើងលើខ្ទះដាក់លើចក្រានគេឲ្យបងប្អូនដើម្បីឲ្យចាប់បានបរិភោគអញ្ចឹងនាងខ្ញុំបើកភ្លើងហើយអញ្ចឹងដាក់ខ្លាញ់ដែលយើងជិះត្រីមិញហ្នឹងគឺនៅខ្លាញ់ខ្លាំងបងប្អូនអញ្ចឹងក៏ចាក់ជាមួយខ្ទឹមដែលបានហាន់ចូលគ្នាទៅចាលីងមកសន្ទុះទៅចាបានឈ្ងុយល្អហើយបងប្អូនចាក់សៀងនឹងចូលទៅចាបើសិនជាបងប្អូនដាក់លីងជាមួយនឹងខ្ញីក៏ឆ្ងាញ់ដែរបងប្អូនប៉ុន្តែពេលបងប្អូនលីងជាមួយខ្ញីពិបាកជាងគេគឺខ្ញីនេះឆាប់ចេញជាតិពេកអញ្ចឹងតែពេលដាក់ទឹកចូលទៅរីកសើមផ្អៀតចាលេងសូវឆ្ងាញ់ហើយអញ្ចឹងនាងខ្ញុំតែលីងហើយនាងខ្ញុំពេលចិត្តបរិភោគតើនាងខ្ញុំដាក់ឲ្យលាយចូលគ្នាច្បល់ចូលគ្នាតែម្ដងចាដូច្នេះគឺការធ្វើរបស់នាងខ្ញុំពេលនេះចាគឺខ្វាច់ហើយបងប្អូននាងខ្ញុំខាយលឿនបន្តិចដើម្បីងាយស្រួលនាងខ្ញុំជឿថាមកបបមួយនេះណាបងប្អូនរបស់យើង99.100%គឺសុទ្ធតែចេះហើយបងប្អូនប៉ុន្តែតើតោងជាមួយនឹងការធ្វើនេះមានបងប្អូនក្មេងមួយចំនួនគាត់ទើបនឹងធំគាត់ក៏ចង់ចេះដែរពីវិធីធ្វើខុសៗគ្នាពីរបៀបរបស់ម៉ាក់ប៉ាមកគាត់ចាអញ្ចឹងនាងខ្ញុំក៏បង្ហាញជូននាងខ្ញុំគិតថារៀងសាំបន្តិចដែរដោយសារជាមុខម្ហូបសាមញ្ញពេកក៏ប៉ុន្តែបងប្អូនមុខម្ហូបសាមញ្ញបងប្អូនខ្លះគឺដាក់ប្រើគ្រឿងខុសពីគ្នាហើយការប្រើប្រាស់សៀងបងប្អូនតើចេះរើសដែរសៀងមួយចំនួនគឺជាសៀងដែលយើងធ្វើថ្មីចាដូច្នេះរសជាតិសៀងគឺវាអត់ដិតខ្លាំងទេគឺឆ្ងាញ់បងប្អូនប្រើសៀងថ្មីបងប្អូនត្រូវការថែមគ្រឿងច្រើនហើយរសជាតិសៀងថ្មីឈ្ងុយជាងបងប្អូនបើសិនជាបងប្អូនធ្លាប់ប្រើគឺបងប្អូនដឹងហើយចាអញ្ចឹងការចម្អិនថ្ងៃនេះគឺបានរួចរាល់ចប់សព្វទៅហើយចាអញ្ចឹងសូមបងប្អូនចូលរួមបរិភោគទាំងអស់គ្នាជាមួយនាងខ្ញុំចាម្ហូបសម្រាប់នាងខ្ញុំមិនមែនមានតែត្រីក្រហមពីរទេដោយសារតែអ្នកផ្ទះរបស់នាងខ្ញុំគឺត្រូវតែមានសឡមួយមុខទៀតអញ្ចឹងសឡបានចាក់រួចរាល់មុននឹងហើយចាគឺជាស្ងោរជ្រក់ចាឥឡូវនាងខ្ញុំបានធ្វើម្ហូបហើយរួចរាល់ទាំងអស់ហើយទាំងពីរមុខចានាងខ្ញុំរងចាំដល់ម៉ោងគឺនាងខ្ញុំដួសយកទៅគឺបរិភោគតែម្ដងចាឥឡូវនេះខ្ញុំសូមអរគុណច្រើនសម្រាប់ការចូលរួមទស្សនានិងសូមជម្រាបលា